បាទសរសេរបងប្រុសបាទអត់ដឹងថាបងប្រុសឬបងស្រីទេក៏ប៉ុន្តែសូមជួយតប comment គាត់បន្តិចបាទតើតើទៅនឹងការថែទាំកូនមន់បងប្អូនណាបាទអញ្ចឹងការថែទាំកូនមន់ឲ្យបានសុខភាពល្អបងប្អូនបាទបងប្អូនត្រូវគិតទៅលើចំណុច3សិនបាទតើចំណុចទាំង3នេះមានអីខ្លះបងប្អូនណាបាទអញ្ចឹងចំណុចទាំង3ដែលយើងគួរដឹងទី1គឺតើតើជាមួយនឹងកម្ដៅបងណាបាទអញ្ចឹងកម្ដៅកូនមន់គឺវាត្រូវការចន្លោះពី32ទៅ35អង្សាពេលដែលញាស់មកភ្លាមបងប្អូនណាបាទអញ្ចឹងកម្ដៅនេះជាមួយដែលសំខាន់ដែលបងប្អូនត្រូវថែទាំឲ្យបានល្អបើសិនជាកម្ដៅអត់ល្អនោះកូនមន់បងប្អូននឹងមានការរលាកនៅពោះវៀនឬក៏រាកអីផ្សេងបាទហើយចំណុចទី2តើតើជាមួយនឹងចំណីបងណាបាទជាមួយនឹងចំណីគឺចំណីដែលមានប្រូតេអ៊ីនខ្ពស់បាទខ្ពស់រហូតដល់21%ឡើងណា21%ឡើងហ្នឹងហើយ21%ឡើងហើយយើងកិនប្រវាយឲ្យវាម៉ត់បន្តិចហើយដាក់ត្រាល់បេចេះឲ្យវាស៊ីខ្លះស្វាវាស៊ីជាមួយកតោចំណីខ្លះទៅណាបាទតទៅជាមួយនឹងចំណីហើយនឹងទី3តទៅជាមួយនឹងបាទវីតាមីនឬក៏ថ្នាំបាទដូចជាកន្លែងខ្ញុំនេះកូនមន់ទៅញាស់ភ្លាមបាទគឺយើងយកថ្នាំពពុះអង្រោជាមួយនឹងអំពីបាទលាយឲ្យវាផឹកបាទលាយវាផឹកហើយអត់តឲ្យស៊ីចំណីបាទតតែល្ងាចឬក៏ព្រឹកឡើងអីចឹងទៅបាទ12ម៉ោងអីបាទខ្ញុំដាក់ចំណីឲ្យស៊ីអញ្ចឹងណាបាទហើយឲ្យវាផឹករយៈពេល1ថ្ងៃទៅ2ថ្ងៃហើយប្រភេទថ្នាំហ្នឹងបាទយើងចាប់ផ្ដើមធ្វើវ៉ាក់សាំងបាទតែមុនធ្វើវ៉ាក់សាំងយើងឲ្យវីតាមីនវាផឹកមួយថ្ងៃដែរសិនដើម្បីមានកម្លាំងហើយយើងធ្វើវ៉ាក់សាំងហើយយើងដាក់វីតាមីនវាផឹកទៀតតោះមកចាក់ចំណីថែទាំកម្ដៅឲ្យបានដិតដល់ទៅជាការស្រេចទេបងប្អូនណាបាទអញ្ចឹងបងប្អូនទីសាសធ្វើសាកលើមើលតែអាចទៅរួចទេបាទហ្នឹងហើយចឹងមានប៉ុណ្ណឹងសូមអរគុណ